ធីសាកាត់បថយរោគខន្តីមួយទៀតនោះគឺណាល្អប្រសើរណាស់គឺយើងរៀនអញ្ញឹមញោមវិធីសាស្ត្រនេះញោមសាករៀនអញ្ញឹមព្រឹកឡើងបើកភ្នែកឡើងលុបមុខអញ្ញឹមដាក់ប្តីតិចទៅអញ្ញឹមដាក់កូនតិចទៅអញ្ញឹមដាក់ញាតិអ្នកបម្រើអីតិចទៅមានសេរីបងណាមានសេរីញោមសាកមើលបងព្រោះលោកអ្នកប្រាជ្ញលោកថាចេះញញឹមព្រោះស្គាល់សង្ខារលោកញញឹមព្រោះជោគស្ងប់រោគចិត្តញញឹមមួយយ៉ាងនោះព្រោះចរិតញញឹមបណិតព្រោះចិត្តជាញញឹមតស៊ូនឹងឧបសគ្គញញឹមបំបាក់សេនាមាញញឹមព្យាបាលអស់រោគាញញឹមរាល់គ្នាចិត្តមេត្តាញញឹមពុទ្ធអនន្តសួរញញឹមគប់គួរតាមធម្មតាបើញញឹមវឹកហាត់កាត់ទោសាញញឹមស្នេហាមិនបាច់ហាត់នេះអាកន្លែងញញឹមវឹកហាត់កាត់ទោសាលោកថាញញឹមនឹងអាចវឹកហាត់ល្អអាចកាត់ទោសៈបានឧបមាថាមើលតាខឹងយើងខ្លាំងណាស់ឧទាហរណ៍បើណាលោកយាយស្រុកស្រែឧទាហរណ៍តាខឹងយើងខ្លាំងណាគាត់ដើរសំដៅមកកាន់តបងមកណាដើរសំដៅមកយើងមើលតែខឹងបើខឹងខ្លាំងយើងកុំតបតអីទាំងអស់មើលតែគាត់ដើរសំដៅមកហើយញឹមដាក់គាត់ទៅវិញពេលខ្លះទម្លាក់តបងនឹងចុះសើជាមួយយាយក៏មានមកធ្លាប់ឃើញណានឹងហ្នឹងបើយើងអត់តបតទៅវិញដោយណាអិរិយាបថមិនសមរម្យណាមួយគ្រាន់តែសើចញឹមជាមួយគាត់ទៅជាទោសៈហ្នឹងវាស្ងប់រងាប់រសាយក្នុងគណៈនឹងវិញសើចលេងជាមួយប្រពន្ធវិញប៉ុន្តែបើឧទាហរណ៍ថាសើចទៅហើយឧទាហរណ៍គាត់ដើរមកហើយខំប្រឹងញឹមបើញឹមទៅតានៅរដើមមកមុខទៀតអាហ្នឹងតើយើងរកកន្លែងឲ្យស្រួលបើណារត់ចេញបើនៅតែញឹមទៀតលោកគាត់ថាឌឺគាត់ហិតតែធ្ងន់ណាប៉ុន្តែពេលខ្លះយើងញឹមទៅអាចកាត់ទោសៈចិត្តបានទោសៈចិត្តបានអញ្ចឹងវិធីសាស្ត្ររងាប់ផ្លូវចិត្តរបស់យើងនៃយើងត្រូវលេបថ្នាំពីក្របហ្នឹងខន្តីសោរញ្ចៈណាកាលណាយើងរងាប់បានល្អសុខផ្លូវចិត្តកើតមានហើយយើងលេបជាមួយទឹក3កែវមិញនេះសំខាន់ណាស់ទឹកហ្នឹងទឹកកែវទី1គឺទឹកមេត្តាកែវទី2គឺករណាកែវទី3សន្តោសៈនឹងព្រះលោកបង្រៀនយើងអញ្ចឹងណាកាលណាយើងមានមេត្តាចិត្តករណាចិត្តទូទុនទៅរកមនុស្សសត្វជុំវិញខ្លួនយើងសុខញោមសុខញោមមើលអ្នកដែលសំសិលអ្នកដែលរៀនធម៌គាត់មានសេចក្តីសុខស្ងប់ផ្លូវចិត្តដោយសារអីគាត់អត់មានជាប់ជាពាក់រឿងអីច្រើនហើយគាត់អត់បានប្រព្រឹត្តអកុសលចិត្តច្រើនហើយកាយរបស់គាត់អត់ហ៊ានលើកដៃកាប់សម្លាប់គេទៅកើតដោយសារអីដោយសារមានមេត្តាករណាចិត្តហ្នឹងហើយនឹងសន្តោសៈ3ហ្នឹងសំខាន់ណាស់អ្នកដែលអត់ហ៊ានកាប់សម្លាប់សត្វដទៃបានគឺដោយសារធម៌3ហ្នឹងនៅក្នុងខ្លួនដូចអាត្មាអីទៅនៅវត្តតាំងពីអាយុ6ឆ្នាំលោកគ្រូយកទៅចិញ្ចឹមតាំងពីតូចទល់ពេលនេះអាយុ34 35ហើយអត់ដែលស្គាល់សម្លាប់បានសត្វមួយទេដោយសារអីណាហើយអត់ហ៊ានទេញោមឃើញគេដឹកមន់ដឹកទីអីសឹងអាស្រក់ទឹកភ្នែកជំនួសសត្វពេលខ្លះអាណិតដោយសារយើងមានមេត្តាចិត្តករណាចិត្តអញ្ចឹងព្រះលោកឲ្យបង្រៀនយើងឲ្យស្រឡាញ់មនុស្សសត្វដទៃដោយផ្ដល់មេត្តាចិត្តករណាចិត្តដល់មនុស្សជុំវិញខ្លួនយើងសុខណាហើយអ្នកដែលកាប់សម្លាប់សត្វរាល់ថ្ងៃដោយសារអីខ្វះមេត្តាហ្នឹងខ្វះករណាហ្នឹងខ្វះសន្តោសៈគ្មានសតិពិចារណាថាពេលខ្លះបើយើងមានសតិរលឹកតែបន្តិចមានបញ្ញាកំណត់តែបន្តិចយើងអត់អាចហូបសាច់កើតទៀតពេលខ្លះសំបីតែសាច់សត្វហ្នឹងយើងអត់ហូបបានទៀតពេលខ្លះយើងពិចារណាថាអូវត្តដាក់ហ្នឹងវាវិលចុះឡើងពេលខ្លះម្ដាយឪពុករបស់យើងកូនចៅយើងដែលស្លាប់ទៅអត់ទៀងថាជួនកាលកើតមកជាមនុស្សទៀតណាអត់ទៀងទេជួនកាលគាត់កើតទៅរឿងអីផ្សេងទៅសត្វដែលយើងកំពុងពិសារាល់ថ្ងៃហ្នឹងគាត់ថាបានអញ្ចឹងបើយើងមានសតិពិចារណាដល់ហ្នឹងម្លេះសំយើងអត់ហ៊ានហូបសាច់ទាំងអស់ហ្នឹងទេបង